ខ្ញុំឈ្មោះនាងសុកចាណាជានិស្សិតឆ្នាំទី2ផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិថ្ងៃនេះនាងខ្ញុំចង់មកចែករំលែកខ្លះៗតើកត្តាអ្វីនាងខ្ញុំជ្រើសរើសនៅជំនាញទំនាក់ទំនងអន្តរជាតិនិងមូលហេតុដែលនាងខ្ញុំជ្រើសរើសនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិជាកន្លែងសម្រាប់បន្តថ្នាក់បរិញ្ញាបត្ររបស់ខ្ញុំចាប់តាំងពីខ្ញុំរៀននៅវិទ្យាល័យមកខ្ញុំពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីរបៀបដែលប្រទេសមួយមានអន្តរកម្មជាមួយនឹងប្រទេសផ្សេងទៀតនិងព្រឹត្តិការណ៍ពិភពលោកដែលបានកើតឡើងតើហេតុអ្វីបានវាជះឥទ្ធិពលទៅលើជីវិតប្រចាំថ្ងៃរបស់ពួកយើងដូច្នេះជំនាញទំនាក់ទំនងអន្តរជាតិឬក៏ International Relation ហ្នឹងវាគឺជាមុខវិជ្ជាមួយដែលយើងសិក្សាអំពីរបៀបដែលជាតិស្ថាប័នទំនាក់ទំនងបុគ្គលដែលជះឥទ្ធិពលទៅលើគ្នាមានលក្ខណៈជាអន្តរជាតិវាអាចរួមបញ្ចូលទាំងកិច្ចការទូតបញ្ហាសន្តិសុខដែលទាក់ទងទៅនឹងសិទ្ធិមនុស្សបញ្ហានយោបាយគោលការណ៍សេដ្ឋកិច្ចនិងបញ្ហាបរិស្ថានជាដើមអ្វីដែលធ្វើឲ្យខ្ញុំចូលចិត្តនៅមុខជំនាញមួយនេះគឺដោយសារតែវាគឺជាមុខជំនាញមួយដែលរួមបញ្ចូលទៅលើផ្នែកផ្សេងៗជាច្រើនវាមិនត្រឹមតែសិក្សាទៅលើនយោបាយឬក៏សេដ្ឋកិច្ចប៉ុណ្ណោះទេជំនាញទំនាក់ទំនងអន្តរជាតិនឹងពន្យល់តើកត្តាអ្វីដែលបណ្ដាលឲ្យប្រទេសមួយមានទំនាក់ទំនងជាមួយគ្នានិងពេលខ្លះបែរជាមានសង្គ្រាមជាមួយគ្នាទៅវិញមិនថាបញ្ហាទាក់ទងទៅនឹងអាកាសធាតុការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ដែលមានសង្គ្រាមនិងការដោះស្រាយទាក់ទងទៅនឹងបញ្ហាសុខភាពជាសកលនោះទេជំនាញទំនាក់ទំនងអន្តរជាតិនឹងពន្យល់ឲ្យយើងយល់កាន់តែស៊ីជម្រៅពីបញ្ហាដ៏ស្មុគស្មាញដែលកំពុងកើតឡើងនៅលើពិភពលោកយើងនេះសម្រាប់ខ្ញុំផ្ទាល់ការសិក្សានៅជំនាញមួយនេះខ្ញុំគិតថាវាគឺជាជំនាញដ៏ត្រឹមត្រូវមួយសម្រាប់ខ្ញុំព្រោះខ្ញុំចូលចិត្តស្វែងយល់អ្វីដែលមានលក្ខណៈកាន់តែស៊ីជម្រៅជាងនេះមួយទៀតខ្ញុំក៏ចង់ស្វែងយល់ពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនិងអង្គការអន្តរជាតិថាហេតុអីការសម្រេចចិត្តរបស់គាត់នេះគឺអាចជះឥទ្ធិពលទៅកាន់ពិភពលោកនិងប្រជាជនដែលរស់នៅក្នុងតំបន់នេះហើយខ្ញុំផ្ទាល់ក៏ចង់ក្លាយទៅជាចំណែកមួយក្នុងកិច្ចការនោះផងដែរឥឡូវយើងមកដឹងពីមូលហេតុដែលខ្ញុំជ្រើសរើសយក PPIU ដើម្បីសិក្សានៅជំនាញមួយនេះPPIU បានផ្ដល់នូវការលាយបញ្ចូលដល់អារម្មណ៍ភាពសិក្សានិងបទពិសោធន៍ជាក់ស្ដែងសម្រាប់និស្សិតក្នុងការអភិវឌ្ឍជំនាញសិក្សារបស់ពួកគេចាប់តាំងពីខ្ញុំឈានជើងចូលនៅក្នុងសាកលវិទ្យាល័យនេះមកខ្ញុំអាចទទួលអារម្មណ៍មួយថាវាជាកន្លែងដែលស័ក្តិសមសម្រាប់ខ្ញុំដើម្បីសិក្សានៅជំនាញមួយនេះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតចំណែកឯការបង្រៀនវិញលោកគ្រូអ្នកគ្រូនៅទីនេះមិនត្រឹមតែបង្រៀននៅមុខនោះទេពួកគាត់ក៏បានលើកជាឧទាហរណ៍ជាក់ស្ដែងចំពោះព្រឹត្តិការណ៍ពិភពលោកដែលបានកើតឡើងមកធ្វើជាប្រធានបទឲ្យនិស្សិតបានពិភាក្សាគ្នាផងដែរហេតុផលមួយទៀតនោះគឺការកសាងបណ្ដាញរបស់សាកលវិទ្យាល័យក្នុងនាមជាអ្នកដែលសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិការទំនាក់ទំនងនិងការទទួលបាននូវឱកាសជាអន្តរជាតិពិតជាមានសារៈសំខាន់មែនទែន PPIU ក៏បានផ្ដល់ឱកាសដល់និស្សិតគ្រប់រូបតាមរយៈកម្មវិធីផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេសកម្មវិធីផ្លាស់ប្ដូរវប្បធម៌ការចុះហាត់ការនៅតាមស្ថាប័ននានានិងការបង្រៀនពីអ្នកដែលមានជំនាញក្នុងវិស័យនេះតែម្ដងភាពហ្មត់ចត់នៅក្នុងការសិក្សានិងបទពិសោធន៍ជាក់ស្ដែងដែលខ្ញុំទទួលបានទៅធ្វើឲ្យ PPIU ជាជម្រើសដ៏ល្អបំផុតសម្រាប់ខ្ញុំដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែពិចារណានៅលើមុខជំនាញមួយនេះក៏ដូចជាកំពុងតែស្វែងរកសាកលវិទ្យាល័យដើម្បីសិក្សានេះខ្ញុំពិតជាលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាស្វែងរកកន្លែងមួយដែលធ្វើអ្នកទាំងអស់គ្នាទទួលបានអារម្មណ៍មួយដែលរំភើបបូកសំជាមួយកន្លែងដែលធ្វើអ្នកទាំងអស់គ្នាអាចរីកចម្រើនទៅជាមួយផងដែរ